ជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាជាមួយនឹង Mr. Casey ថ្ងៃនេះ Mr. Casey សូមបង្ហាញរឿងរ៉ាវទាក់ទិនទៅនឹងតារាកំ pl វ៉ានីឡាចាប់ដៃគូជាមួយនឹងនាងជើងក្នុងរឿងលុតដាច់ថែបចុងក្រោយនេះតារាកំ pl ទើបតែពេញក្រមុំវែងក្រមុំវ៉ានីឡាកំពុងតែលេចមុខលេចមាត់នៅក្នុងការងារសិល្បៈក្រៅពីអាជីពកំ pl វិធីការនេះថ្មីនេះវ៉ានីឡាបានចូលរួមថតរឿងដុំមួយដែលមានចំណងជើងថាលុតដាច់ថែបដោយចាប់ដៃគូជាមួយនឹងនាងជើងវ៉ានីឡាបានចូលរួមក្រុងភីលីនៅរឿងក្នុងរឿងលុតដាច់ថែបរបស់ផលិតកម្ម I Love Film Production រឿងនេះដែលជាប្រភេទរឿងវាប្រហាររួមជាមួយនឹងឈុតឆាកកំ pl ផងដែរនេះជាលើកទី1ហើយដែលវ៉ានីឡាបានបង្ហាញមុខរួមគ្នាជាមួយនឹងនាងជើងជាដៃគូកំ pl នៅក្នុងខ្សែភាពយន្តនេះរូបថតរបស់គាត់ក្រៅពីវ៉ានីឡាក៏មានតារាថ្មីចាស់ជាច្រើនដួងថែមទៀតវ៉ានីឡាក៏កាន់តែមានរូបសម្រស់ស្រស់ស្អាតនិងមានការតុបតែងខ្លួនបែបខ្ជូតគួរឲ្យស្រឡាញ់ជាពិសេសពេលថ្មីនេះនាងបានផ្លាស់ប្ដូរពណ៌សក់លឿងស្រស់ផងដែរនេះរូបថតគាត់បានផ្លាស់ប្ដូរពណ៌សក់អ្វីដែលគួរឲ្យកត់សម្គាល់នោះក្រោយពីលេចមុខក្នុងនាមជាពិធីការនីមិនទាន់បានប្រមាណផងវ៉ានីឡាក៏ទទួលការរិះគន់ពីសំណាក់មហាជនក្រោយពីនាងបានសួររឿងផ្ទាល់ខ្លួនរបស់លោកបុត្រសីហាជាសាធារណៈក្នុងកម្មវិធីបន្តផ្ទាល់ប្រគុណមន្ត្រីស្រាបៀរ expert របស់ស្ថានីយទូរទស្សន៍ My TV ប៉ុន្តែក្នុងនោះតារាកំ pl រូបនេះបានអះអាងថាសំណួរមួយនេះបើគេមិនឲ្យសួរនាងក៏មិនខ្ចីសួរដែរបាទគឺថាបើគេមិនឲ្យសួរនាងក៏មិនខ្ចីសួរដែរតែទៅនឹងរឿងសំណួរមួយនេះបាទតេតិនទៅនឹងរឿងកញ្ញាវ៉ានីឡាដែលបានចូលរួមថតរឿងមួយគឺលុតដាច់ថែបជាមួយនឹងជើងនៅពេលនេះខ្ញុំបាទ Mr. Casey ក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះចំពោះរឿងរ៉ាវរបស់វ៉ានីឡាដែលត្រូវបានលេចមុខលេចមាត់ទៅក្នុងរឿងខ្សែភាពយន្តរឿងជាមួយនឹងជើងជាលើកដំបូងដែលសម្ដែង2នាក់បាទ Mr. Casey ក៏សូមអំណរគុណហើយនឹងថ្លែងអំណរគុណនិងជឿជឿចំពោះការតាមដានសូមគោរពលា